នេះថ្ងៃនេះមកបង្ហាញបងប្អូនពីរបៀបស្លម្ជូរក្រាក់បែបអ្នកស្រុកស្រែគ្រឿងផ្សំគឺមានតែត្រកួនសាច់ជ្រូកគល់ក្រៃស្លឹកក្រូចម្ដេងហើយនឹងល្មៀតនឹងឯងនេះធ្វើបន្លែធ្វើឲ្យយ៉ាឲ្យចឹងទៅកាត់គល់ក្រៃកង់ហាន់ដេងអញ្ចឹងមកលាងសាច់យើងលាងសាច់ស្អាតហើយលាងបន្លែលាងអីហើយយើងដាក់អំបិលផងណាលាងសាច់លាងបន្លែហ្នឹងណាបន្ទាប់មកយើងលាងគ្រឿងយើងហាន់មិញមកហ្នឹងហើយលាងហើយយើងដំគល់ក្រៃហាន់ដេងមកនេះគ្រឿងផ្សំវិញខ្ញុំដាក់ចានមានគល់ក្រៃមានដេងយើងកច្រាមប្រហុកតិចមកគឺដាក់ក្នុងសាច់ប្រហុកគ្រឿងគល់ក្រៃស្លឹកក្រូចម្ដេងខ្ញុំដាក់ចូលឆ្នាំងជាមួយគ្នាហើយខ្ញុំដាក់អំពិលទុំដាក់ស្ករប៊ីចេងដាក់ខ្ទឹមដំខ្ទឹមពីរមើមដាក់ទៅបន្ទាប់ហើយគ្រឿងផ្សំមានតែប៉ុណ្្នឹងងាយហើយខ្ញុំអត់ទាន់ដាក់អំបិលទេព្រោះអីប្រហុកខ្លាចវាប្រៃហើយដាក់ទឹកដាក់ស្ករវាចេងហើយដាក់ទឹកកូរវាតិចទៅហើយអញ្ចឹងវាអត់តលាន់ទេហើយខាងស្រុកខ្ញុំចូលចិត្តអញ្ចឹងក៏ប៉ុន្តែកាលមុនធ្លាប់ស្លកូរគ្រឿងដែរប៉ុន្តែកូរទៅវាមានអារម្មណ៍ថាអាបុកហើយទៅកូរវាស្កេតណាអញ្ចឹងទៅកូរបែកតម្រេះគ្រាន់តែដំគល់ក្រៃទៅមកយើងស្លឆ្អិនឲ្យវាចេញតែជាតិមកយើងស្រង់កាកគល់ក្រៃអីម្ដេចអីចេញទៅយើងហូបទៅវាឆ្ងាញ់វាអត់តលាន់ទេតែមកយើងដាក់ហើយដល់ហើយយើងធ្វើគ្រឿងវិញយើងដាក់ទឹកមកបន្តិចដាំឲ្យវាខាប់បន្ទាប់មកឲ្យវាអស់ជាតិឆ្អាបហើយឆ្អិនសាច់ឲ្យហើយអស់ហើយហ្នឹងយើងដាក់នេះមកដាំឲ្យរឿងងាស់រឿងយូរបន្តិចខ្ទង់កន្លះម៉ោងទៅហើយយើងភ្លក់ទៅថាវាសាបឬក៏ប្រៃយើងច្បាស់ដាក់អំបិលហើយពេលភ្លក់ហើយឆ្អិនអីហើយអស់ល្មមហើយយើងដាក់ទឹកថែមបន្តិចទៀតមកល្មមដែលយើងគិតថាវាស្មើសាច់ស្មើបន្លែយើងដាំឲ្យយើងដាច់ទឹកបន្តិចមកដាក់បន្លែហើយយើងដាំឲ្យវាពុះឆ្អិនបន្លែមកតមកហើយជាការស្រេចហើយស្លហ្នឹងធ្វើលឿនទេអត់មានចាំបាច់បុកគ្រឿងកូរគ្រឿងអីយូរហត់ទេហើយបើខាងស្រុកខ្ញុំគឺចូលចិត្តស្លអញ្ចឹងវាលឿនហើយវាឆ្ងាញ់វាអត់តលាន់ទៀតជូរជ្រះល្អគ្រាន់ថាពេលយើងស្លហើយយើងរើសអាគ្រឿងគល់ក្រៃស្លឹកក្រូចម្ដេងអីហ្នឹងល្មៀតអីហ្នឹងដុំយើងរើសចេញទៅហើយអញ្ចឹងខាងស្រុកខ្ញុំគេស្លតែអញ្ចឹងរបៀបអ្នកស្រុកស្រែស្លលឿនហើយឆ្ងាញ់ទៀតគេលែងស្ល